ចំណុចមួយទៀតគឺតើតជាមួយនឹង minimalist design minimalist design ចំណុចទី1គឺយើងនិយាយអំពី white space like be generous with the white space between element ដោយដែលអ្នកទាំងអស់គ្នាបានឃើញនៅក្នុង slide ហ្នឹងគឺយើងមាន screen 2ទី1គឺវាមើលទៅគឺគួរឲ្យចង់មើលហ្មងវាដាច់ click ពីគ្នាហ្មងទី2អានេះអត់ប្រើ white space ឲ្យមើលថាវាប្រញាប់យកដឹងថាអាណាជា content អាណាជា header អាណាជា body អីយូរទៅវាញាប់ហ្មងអញ្ចឹងបើសិនជាអ្នកខ្លះគាត់ផ្នែករៀនខ្សោយឬក៏មយោបអីគឺគាត់មើលទៅច្រឡំពេញហ្នឹងហើយប៉ុន្តែអ្នកនរគ្នាបែបមើលអាខាងឆ្វេងនេះវិញគឺគេប្រើ white space ច្រើនមើលទៅយើងដឹងអំពី header យើងដឹងអំពី content យើងមើលដឹងអំពីរូបភាពថាវានៅម្ដុំនឹងជារបស់អាណាអញ្ចឹងឧទាហរណ៍ថានេះ Popular Today មានអីខ្លះមានspace plan navigate space reusable interface អញ្ចឹងមើលទៅវា clean ហ្មងអាហ្នឹងមានថា white space ក៏វាសំខាន់មួយដែរនៅក្នុងការ design UI វាធ្វើឲ្យuser experience ហ្នឹងងាយស្រួលនៅក្នុងការប្រើប្រាស់ទី2ដូចអ្នកនរគ្នាឧទាហរណ៍មួយទៀតអានេះគេប្រើ white space ទេយើងមើលទៅច្រឡំហ្មងប៉ុន្តែនៅពេលដែលយើងដឹងអំពី concept ឬយើងចេះប្រើ white space ឃើញអត់មើលទៅ clean ណាស់អ្នកនរគ្នា clean ណាស់យើងមើលទៅយើងដឹងថាអានេះនៅម្ដុំនេះរូបភាពនៅម្ដុំរូបភាពអក្សរនៅម្ដុំអក្សរចឹងទៅដូចអានេះក៏ដូចគ្នាដែរអានេះគឺជា white space ហើយទី1គឺ why is white space so important ហេតុអ្វីបាន white space នេះសំខាន់មែនចឹង using white space is the correct way access your design style look cool and simple ចឹងនៅពេលដែលយើងប្រើ white space បានច្រើនមានថាមិនមែនច្រើនពេកគួរហើយពេកទេវាធ្វើឲ្យ website របស់យើងហ្នឹងមើលទៅ like simple ប៉ុន្តែគួរឲ្យចង់ប្រើប្រាស់គួរឲ្យចង់អានគួរចង់មើលមួយទៀតគឺ space defined as the relationship មានថា the amount of space between two elements define the relationship between them មានន័យថាspace between two elements គឺវា define អំពី relationship របស់វាមួយទៀតគឺ white space is not waste space but it essential to elegant and quality user experience មានថានៅពេលដែលយើងប្រើ space មិនមែនថាវាចំណាយspace គឺដោយសារតែវាសំខាន់ដែលធ្វើឲ្យexperience របស់យើងនៅក្នុងការប្រើប្រាស់ហ្នឹងគឺងាយស្រួលប្រើប្រាស់ឧទាហរណ៍ថា like most of famous website or mobile app គឺអត់ put much content into layout ទេប៉ុន្តែគឺគេខ្វល់អំពី white space នៅក្នុងការប្រើប្រាស់ដែលវាតាក់ទាញផ្នែករបស់អ្នកប្រើប្រាស់ហ្នឹងទៅ website Apple ហ្នឹងគេចេញមកគឺ clean ហ្មង space គេចេញមកគឺមួយ component យើងបែងចែកទៅធ្វើឲ្យផ្នែកយើងអ្នក user ហ្នឹងគឺយើងមើលទៅដឹងហ្មងអញ្ចឹងវា interact យ៉ាងដែរ white space គឺសំខាន់ត្រង់ហ្នឹងមួយទៀត yeah white space space can separate or connect the element អញ្ចឹងមានថា space វាអាចបែងចែកឬក៏connect the element យើងឧទាហរណ៍តាក់ទងជាមួយនឹងរូបនេះយើងឃើញអត់ icon នេះ icon ហ្នឹងបើយើងដាក់ចូលមកអញ្ចឹងវានៅជាប់គ្នាទាំងអស់ប៉ុន្តែយើងយល់អីតែនេះវាទលាយអញ្ចឹងធ្វើឲ្យមើលទៅអត់តាក់ទាញទេឥឡូវយើងនិយាយស្រួលស្ដាប់វិញlike comment ហើយនឹង share អញ្ចឹងអា3ហ្នឹងប្រកាសជាវាមាន connection ជាមួយគ្នាហើយបានគេដាក់វានៅជាមួយគ្នារីឯនេះតើតើជាមួយនឹង mark ឬក៏ cell អញ្ចឹងបែបមើលខាងនេះវិញដោយសារតែ3នេះវានៅជាមួយគ្នាមានថាវា connection ជាមួយគ្នាទៅវិញទៅមកបានគេដាក់3ហ្នឹងជាមួយគ្នារីឯនេះគឺគេដាក់តែឯងដោយសារអីវាមានមុខងារផ្សេងតែឯងចឹងទៅអញ្ចឹងមានថាបានគេថាវា separate and connect the element